សួស្តីបងបងអរគ្នាថ្ងៃនេះខ្ញុំឈឺថ្មីយ៉ាងបងបងទៅខ្ញុំក៏មកពេទ្យដកថ្មីប្រហែលដកបងបងហើយមនុស្សច្រើនណាស់មនុស្សឡើង2000នាក់ជាងមកដល់ខ្ញុំជួថ្មបានជួកន្លែងពេទ្យដកថ្មីនៅម៉ោង2ម៉ោង3ខ្ញុំបានដកថ្មីហើយនឹងម៉ោង4ល្មមយើងនៅបើកឆ្នាំបើកអីទៀតបងបងបើកឆ្នាំហើយយើងក៏ចេញមកវារៀងអត់សូវឈឺដែរដោយសារគេចាក់ថ្នាំស្ពឹកបងបងគេចាក់ថ្នាំស្ពឹកឡើង2-3មួយចូលឡើងទៅយើងអត់សូវឈឺទេតែយើងក៏ទៅហូបស៊ុបទៅបងឮពេទ្យប្រាប់ថាឲ្យតអំផងអញ្ចឹងយើងក៏ចេញដំណើរទៅរកហូបស៊ុបតែមិនទៅដល់យើងត្រូវឆ្លងត្រើយមកខាងនេះជាសកម្មភាពនៅមុខវាំងយើងបងគេលក់នៅតាមផ្លូវច្រើនណាអីវ៉ាន់តំណងតែញ៉ាំបានឈប់ចូលទិញទេបងគេចាប់ផ្ដើមតុបតែងបដាឲ្យបងគេលក់ដល់លើនៅពេញយើងបោះអីក៏មានដែរបងហើយឲ្យតែយើងមកលេងបនម្ដងហ្នឹងហើយយើងថតទេសភាពបង្ហាញបងប្អូនហ្នឹងហើយបងគេលក់អីច្រើនតំណងមែនតែខ្ញុំតែសារតែវាយប់ហើយចឹងហើយខ្ញុំមិនអាចបានចូលលេងសិនទេខ្ញុំត្រូវប្រញាប់ឆត់ទៅហូបស៊ុបនៅត្រើយមកខាងបងខ្ញុំទៅដល់ជិះវៀងយូរដែរបងវាងជាងកន្លះម៉ោងដែរទំហំបានទៅដល់នេះជាបានមកដល់ហើយបងយើងមកឃើញរង្វង់ម៉ូគេតែអប្សរា3ហើយរង្វង់ម៉ូ5ប្រមុខ4អត់ដែរមកតែកន្លែងហ្នឹងគេហៅអីទេទៅមកដល់លើកទី1បងនេះយើងជិះមកដល់កន្លែងហាងទេហ្នឹងហើយបងយើងមកជិះទូកអត់ដែរជិះទេហើយក៏ដឹងគេជិះមិនដែរជិះអត់ដឹងមិនបានជិះទាំងសុបាយចិត្តតែអត់ដឹងថាគេជិះមិនដោយសារតែយើងអត់ដែរលើលេងបងរៀងសាមញ្ញពេកដូចតាក់ណាថាដូចអ្នកស្រាវចូលក្រុងចឹងបងអើយមើលការស្លៀកពាក់អត់តំណងអ្នកដើរលេងតិចសោះបងតែធ្វើមិនស្រឡាញ់ហើយចង់មកហើយអាចចុះអាឡើងក៏ចុះក៏ពិបាកអាឡើងក៏ពិបាកប្រភេទរត់ចង់ទៅដួលតែកន្លែងគេស្អាតណាស់បងភ្លើងគេនិយាយទៅស្អាតហ្មងកន្លែងហាងគេហ្នឹងមានដល់ជាន់លើទៅគេឌីកូស្អាតដែរបងតើឋានអ្នកទៅថតអ្នកទៅ review នេះអត់ស្អាតទេហើយអត់សូវតំណងទេដោយសារតែខ្ញុំដៃថ្មីបងចឹងហើយអត់សូវស្ទាត់ជំនាញអត់ដឹងថាធ្វើមិនសមមកបងប្អូនជួយ support ជួយប្រាប់អ្នកមួយផងបងដោយសារតែបងអូនដៃថ្មីបងអូនអត់សូវចេះទេបងអើយមកហូបស៊ុបគេនេះស៊ុបខ្យងគេបងតំណងណាបងស៊ុបខ្យងគេមកទៅតំណងឲ្យសំខាន់ហូបឆ្ងាញ់ទៀតតម្លៃគេមើលធូរថ្លៃមុំដែរបងអាចសាក់ចូលហូបបានសំខាន់គេឌីកូឡើងស្អាតហ្មងគួរចង់ចូលហាក់ចង់ចេញបងហើយដោយសារតែនៅឆ្ងាយបើនៅចិត្តហ្នឹងមិនទាន់ចេញទេមិនស្រួលតែដោយសារតែនៅឆ្ងាយចឹងហើយត្រូវរូតចេញមកវិញហូបហើយថតរូបតិចតួចក៏រូតចេញមកវិញបងត្រូវជិះឡានក្រុងតមកបន្ទប់នេះវិញបងហើយហាងគេមនុស្សច្រើនណាស់បងដោយសារតែឆ្ងាញ់សុខគេឆ្ងាញ់បងពួកអត់សូវរីកទេដោយសារតែឈឺថ្មីគេលើកសុខមកហើយអាឡ័យទៅចុះទៅថតជិះទូកថតទៀតបងមិនបានហ៊ានទៅថតទេឃើញគេទៅថតបានចាប់ដើមទៅថតដែរទៅទំហំបានហូបមកបានហើយមើលគេមើលឯងហ្នឹងមកក៏នៅតែអត់សូវរីកដែរហូបអីហើយដល់ញញឹមដោយសារតែនៅស្ពឹកមាត់បងគេចាក់ថ្នាំឲ្យយើងស្ពឹកទៅយើងស្ពឹកមាត់ហូបហើយហឹកស្ទីងមកកែទៅរៀងស្រស់ស្រាយជាងមុនបន្តិចហើយមនុស្សកម្មតាយកបន្តិចទៅមនុស្សច្រើនទៅចឹងទៅក៏មានតែប៉ុណ្្នឹងដែរអរគុណបងបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបង
បើបងប្អូនគិតថាពេញចិត្តបងប្អូនកុំភ្លេចជួយ like និង follow ខ្ញុំម្នាក់មួយផងបងអរគុណបង